bà môn sân nọc cào giờ rùa miền cô ca miền lẹ khăn miền vị thi thầm thở nợ pe nú giờ nâng tờ tua bàn phal bị vi vĩnh nợ ngày cào nợ pe là giờ giờ pika plapdo mindset trong chưa thà miền ấy cào pika plapdo pi fix mindset tờ grow mindset ấy pi phùa grow mindset cứ chỉ mindset muối đã chui ở buổi giờ nâng kết riêng ra để nói trong vinh luôn rồi bao giờ nâng tờ chịu vết chụp miền chẳng hỏi nợ pe là giờ trong plap đóคือประกาศเชียร์ปีฟิกเตอร์โกรนังหายก็ปัตใต้เนื้อเป๊ะเลยยังใหญ่ปีเปียถ้าพลับโด mindset ยังสลับเมื่อเตอร์เมียนอารมณ์ทาวิบปัจเจียประบาดโดปีผัวตำร้อมแต่ยังเมียน mindset แบบนั้นเมียนวิธีคิดแบบนั้นเมียนพนัดกับนัดแบบนั้นยังปลาไปเวลียูให้ยังจูบบัดปีเศร้าเฉยๆแต่เธอยังเตยจิตคิดแบบนั้นยังสัวทานไปแต่โดปัจเจียมันสู้เลยแม่เนี่ยvì ai vậy bạn thầm mến bàn tay dương chùm nè thưa việc bà đòi còn tại pra pe về liền tí hơi atmos nên chùm nè tí dương thưa bà chân ta đạp thằng ngọc nè thật tao dương cua thưa dạng mấy khác rồi còn miền technique ấy khác đầm bay ở phụ dương khai tay chia mà nương mà nè để miền grow mindset rồi còn mindset muối đại là ỏ chân chăm ram chùm muối nâng chùm này tim muối tim tia bom bom thằng ngọc nè miền vì này nâng không cá hột nở ba chia bom bom sọp lưới tại tông chùm muối nâng bị bạ môn sần nọc càoธรรมดาแต่ประมุนสนกกล่าวอย่างนี้เป็นแต่ยังรู้มีใบพายทำเถอยังรู้มีโกลกามีแลคันมีวิธีทำเถอเนี่ยเป็นนู้ยังนั่งแต่ตัวบานพาลไปวิเว้นในไงกล่าวหายจากไล่ในครั้งนี้บางใจปีชีวิตหัวในประจำไงบางยังมีเรื่องแหวเฉอนะตายอย่างหน้าสมัยบางปองต่างๆนี้มีตรมตายใบวินัยทอมๆนี่กับบานได้ตีมุ้ยคือแต่ต้องหมวยนั่งวินัยក្នុងការធ្វើការងារអាចតែต้องหมวยนั่งตำรวจเขาเถอក្នុងការធ្វើការអាចតែต้องหมวยนั่งការគោរពពេលវេលាអាចតែតងជាមួយនឹងការអភិវឌ្ឍខ្លួនដែលយើងត្រូវតែមានអញ្ចឹងណាទី2តកតងជាមួយនឹងវិន័យផ្នែកហិរញ្ញវត្ថុដែលកំណត់ចំណាយឲ្យបានច្បាស់លាស់កំណត់ការសន្សំឬក៏របៀបនៅក្នុងការទុកដាក់អីចឹងទៅដែលត្រូវតែមានវិន័យនិងមួយទៀតគឺវិន័យសម្រាប់សុខភាពគេងញ៉ាំហាត់ប្រាណដែលបងប្អូនទាំងអស់គ្នាគួរតែមានអញ្ចឹងតើតោងជាមួយនឹងវិន័យក្នុងការរស់នៅនិយាយឲ្យស្រួលទៅផ្ដោតទៅលើតែរឿង3ហ្នឹងក៏បានដែរឲ្យតែយើងមានវិន័យច្បាស់លាស់ទៅលើរឿង3ហ្នឹងខ្ញុំជឿថាផ្នត់កំណត់របស់យើងចង់មិនចង់ទៅមុខគឺប្រកាសជាដូរចំណែកទី2បើសិនជាចង់ខ្លាយទៅជាមនុស្សម្នាក់ដែលមាន grow mindset ចាំបាច់ត្រូវតែរៀនជានិច្ចខ្ញុំជឿថាពេលខ្លះនៅពេលដែលយើងអាយុច្រើនពេកទៅយើងមានអារម្មណ៍ថាយើងខ្មាស់អៀនប៉ុន្តែមិនបាច់ខ្មាស់អៀនទេពីព្រោះគ្រប់យ៉ាងនៅលើโลกនេះវាប្រែប្រួលវាផ្លាស់ប្ដូររឿងខ្លះយើងដឹងរឿងខ្លះយើងអត់ដឹងឬក៏រឿងខ្លះពីមុនបែបនេះតែឥឡូវវាបែបនោះវាអត់ដូចគ្នាទេអញ្ចឹងការរៀនជានិច្ចវាជួយឲ្យពួកយើងដឹងថាតើមានអ្វីខ្លះដែលយើងមិនដឹងហើយមានអ្វីខ្លះដែលវាផ្លាស់ប្ដូរហើយមែនតើការរៀនអត់ពិបាកទេយើងអាចធ្វើការអានសភៅឬក៏រៀនភាសាថ្មីឬក៏ស្ដាប់ podcast ឬក៏អីក៏បានដែររបៀបក្នុងការរៀនសម័យនេះគឺងាយមែនតើតែយ៉ាងណាត្រូវតែរៀនជានិច្ចចំណែកទី3អាចពិបាកបន្តិចដោយសារតែទាមទារឲ្យពួកយើងហ្នឹងបើចិត្តទទួលយកយោបល់ពីអ្នកដទៃហើយជាពិសេសហ្នឹងគឺយោបល់ដែលមិនល្អចំពោះខ្លួនយើងណាតកតងមួយនឹងការវិនិច្ឆ័យឬក៏ការមើលឃើញនៅចំណុចខ្វះខាតរបស់យើងពីព្រោះខ្ញុំជឿថាវាពិបាកក្នុងការទទួលយកពីចំណុចមិនល្អរបស់ខ្លួនឯងក៏ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាបើកចិត្តស្ដាប់បានឬក៏បើកចិត្តទទួលយកអ្វីដែលជាចំណុចមិនល្អរបស់យើងបានហើយយើងយកអាចំណុចទាំងអស់នោះយកទៅផ្លាស់ប្ដូរយកទៅកែប្រែគឺយើងនឹងក្លាយទៅជាមនុស្សម្នាក់ថ្មីដែលល្អជាងមុនឆ្ងាយមែនតើហើយមែនតើទៅតកតងជាមួយនឹងការស្ដាប់ដើម្បីកែលម្អខ្លួននេះវាគឺជារឿងមួយដែលមិនពិបាកទេបើសិនជាយើងវឹកហាត់ណាបានន័យថាយើងវឹកហាត់ទទួលការស្ដាប់បែបហ្នឹងជារឿយអញ្ចឹងយើងនឹងធ្វើរឿងនឹងបានហើយអញ្ចឹងសាកល្បងបើកចិត្តទទួលស្ដាប់រឿងដែលមិនល្អមើលជួនកាលជ្រុងខ្លះយើងក៏មើលឃើញដែរទី4ចង់ឲ្យបងប្អូនទាំងអស់គ្នារៀនទទួលខុសត្រូវជីវិតខ្លួនឯងដោយព្យាយាមកាត់បន្ថយឬក៏បើអាចកុំបន្ទោសអ្នកដទៃពីព្រោះមែនតើរឿងរ៉ាវដែលកើតមានចំពោះយើងនាពេលនេះវាអាចកើតមកពីសកម្មភាពដែលយើងធ្វើកន្លងមកកាលពីអតីតកាលឬក៏ការសម្រេចចិត្តកន្លងមករបស់យើងពីអតីតកាលអញ្ចឹងហើយកុំបន្ទោសថាមកពីអ្នកនេះឬក៏មកពីបរិយាកាសនោះតែព្យាយាមទទួលខុសត្រូវខ្លួនឯងនៅពេលដែលយើងទទួលខុសត្រូវខ្លួនឯងយើងនឹងដឹងថាតើយើងខ្វះខាតកន្លែងណាដែលយើងធ្វើខុសហើយយើងធ្វើការកែប្រែនោះយើងនឹងទទួលបានផលល្អត្រឡប់មកវិញនិងចុងក្រោយទី5ដែលជាចំណុចសំខាន់មែនតើសម្រាប់ទាំងអស់គ្នាដើម្បី
ដូរពី mindset មួយទៅ mindset មួយត្រូវទទួលស្គាល់ថាខ្លួនឯងមាន mindset មិនល្អសិនបានន័យថាបើសិនជាចង់ដូរពី fix mindset ទៅ grow mindset ត្រូវតែទទួលស្គាល់ថាកន្លងមកយើងមាន fix mindset សិនយើងមានការគិតអវិជ្ជមានយើងមានការគិតមួយដែលអត់រីកចម្រើនយើងមានការគិតមួយដែលមិនល្អទទួលស្គាល់សិនព្រោះបើសិនជាយើងអត់ទទួលស្គាល់ទេយើងដូរអត់កើតទេហើយកន្លែងនេះវាគឺជារឿងមួយដែលអត់ពិបាកទេយើងអាចធ្វើការត្រួតពិនិត្យខ្លួនឯងតាមរយៈការសង្កេតឬក៏ការសរសេរនៅអ្វីដែលជាសកម្មភាពកន្លងមករបស់យើងដើម្បីឲ្យដឹងថាតើកន្លងមកការគិតរបស់យើងមិនដែរហើយបើសិនជាឃើញថាអូខេការគិតពិតជាអវិជ្ជមានមែនគិតអត់រីកចម្រើនមែនទទួលស្គាល់ថាយើងមាន mindset បែបហ្នឹងហើយធ្វើការអនុវត្តជាមួយនឹងចំណុចទាំងអស់នេះដឹងតែបងប្អូនទាំងអស់គ្នាអាចធ្វើការផ្លាស់ប្ដូរ mindset បានអរគុណខ្ញុំរីករាយដែលបានធ្វើការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងបុព្វហេតុអប់រំនិងយុវជន